សួស្តីបងប្អូនតែនិយមចូលចិត្តលេងតាមសង្គម Facebook និង YouTube ថ្ងៃនេះមកជួបខ្ញុំសារជាថ្មីបានថ្ងៃនេះខ្ញុំបានមកម្លងទ្រង់មន់របស់ខ្ញុំនេះដោយសារសម្រាប់ខ្ញុំឡើងរយៈពេល1អាទិត្យហើយឥឡូវខ្ញុំចាប់ផ្ដើមកោអត់ណានេះក្បាត់ជំវិញតាមសសរនេះក្បាត់ជំវិញតាមសសរដោយសារនេះការធ្វើទ្រង់របស់ខ្ញុំហ្នឹងខ្ញុំត្រូវការបែងចែកប្រឡោះនីមួយដូចជាចន្លោះសសរនេះមកសសរនេះខ្ញុំដាក់មកទ្រង់អានេះមកទ្រង់នេះមកទ្រង់អញ្ចឹងដោយសារខ្ញុំមកប្រឡោះខ្ញុំយក2ម៉ែត្រមកប្រឡោះ2ម៉ែត្រអញ្ចឹងទៅខ្ញុំរៀបកវ៉ាន់ចំពោះអាការរៀបអិតហ្នឹងនេះជីទូទៅអានឹងអាស្រ័យលើចំណង់ចំណូលចិត្តឲ្យយើងចង់យក2អិតក៏បានយក3អិតក៏បានចំពោះខ្ញុំផ្ទាល់ខ្ញុំយក3អិតដោយសារដែលយើងរៀនទៀបអញ្ចឹងទៅចឹងខ្ញុំរៀប3អិតទៅហើយពេលណាដែលខ្ញុំត្រូវការចាក់ដីចាក់ពីក្រៅអញ្ចឹងទៅយើងអាចធ្វើឲ្យស្រាប់នេះការរៀបអិតរបស់ខ្ញុំលើកទឹកចិត្តបងប្អូនចំពោះការសាងសង់ទ្រង់ហ្នឹងយើងគួរតែរៀនធ្វើតែខ្លួនឯងហេតុអីបានខ្ញុំនិយាយចឹងទី1ការចំណាយរបស់យើងហ្នឹងយើងមិនសូវចំណាយពលកម្មទៅលើថ្លៃជាងអីអញ្ចឹងទៅយើងអាចចុះថ្លៃជាងអីច្រើនដោយខ្ញុំấyធ្វើលក្ខណៈបន្តិចតួចយើងអាចចេះផ្សារបន្តិចតួចយើងធ្វើខ្លួនឯងបន្តិចតួចយើងធ្វើមិនស្អាតណាស់ណាតែសំខាន់ការធ្វើរបស់យើងមើលទៅសមល្មមចំពោះទ្រង់យើងមិនចាំថាទ្រង់ស្អាតឬមិនស្អាតទេសំខាន់ថាតើមន់យើងហ្នឹងវារស់នៅបានអត់អញ្ចឹងយើងធ្វើអ្វីដែលមកសំរុំតាមស្តង់ដារដែលរោងយើងធ្វើហ្នឹងទេសនាជាមួយខ្ញុំអត់ទេបាទនេះឥឡូវខ្ញុំរៀបបាន3អិតហើយតែខ្ញុំបានមកប្រឡោះនេះនៅក្បាត់សងខាងទៀតអាហ្នឹងចំពោះបទពិសោធន៍របស់ខ្ញុំដោយសារការងារនេះបើសិនបើយើងតន័យពីការងារយើងអាចឆ្លៀតធ្វើខ្លួនឯងបានអញ្ចឹងជាក់ស្ដែងដែលខ្ញុំផ្ទាល់អញ្ចឹងអ្វីដែលខ្ញុំចេះបន្តិចតួចខ្ញុំបានផ្ដល់បទពិសោធន៍ឲ្យអ្វីដែលបងទទួលអាចយកទទួលបាននិងអាចទទួលទៅអ្វីដែលមិនល្អមិនក៏បានដែរនេះចំពោះអិត20ខ្សែនេះខ្ញុំមានពុំអញ្ចឹងខ្ញុំវាយខ្លួនឯងសម្រាប់រៀបតាមក្បាត់ក្នុងដោយសារឥឡូវខ្ញុំមិនសូវមានពេលទៅនេះអញ្ចឹងទៅខ្ញុំបានមកទិញអិតក្រហមគេខ្លះដើម្បីរៀបដោយសាររដូវនេះជារដូវវស្សាអញ្ចឹងទៅវាអាចនឹងភ្លៀងច្រើនអញ្ចឹងទៅខ្ញុំបានធ្វើឲ្យខំស្រោតនេះហ្នឹងជាទ្រង់មន់របស់ខ្ញុំនេះជាមាត់ទ្វាររបស់ខ្ញុំដោយសារទ្រង់ខ្ញុំ18ម៉ែត្រអញ្ចឹងខ្ញុំយក2ម៉ែត្រក្នុងមួយប្រឡោះអញ្ចឹងយើងអាចដាក់បានច្រើនដែរដូចមកប្រឡោះនេះឯណាមកប្រឡោះហ្នឹងយើងធ្វើហើយយើងអាចដាក់មេ1មេ6និងឈ្មោល1បានក្នុងមួយប្រឡោះ2ម៉ែត្រខ្ញុំ2ម៉ែត្រគុណនឹង4ម៉ែត្រណាដោយសារឥឡូវខ្ញុំធ្វើមិនទាន់ហើយទេពេលខ្លះខ្ញុំតន័យបានខ្ញុំឈៀតធ្វើខ្លះនេះជាទ្រង់ចាស់របស់ខ្ញុំឯនេះអាហ្នឹងទ្រង់សម្រាប់កូនមន់នេះទ្រង់សម្រាប់មន់ពងឯនេះរបស់ខ្ញុំអាចាស់ឥឡូវបន្តសម្រាប់ថ្មីចាំមើលខ្ញុំធ្វើបន្តទៀតខ្ញុំនឹងអ្វីដែលខ្ញុំចេះខ្ញុំថតមើលបងណាដែលមានចំណងអារម្មណ៍មានចំណាប់អារម្មណ៍ចង់ការចាំមន់ឯនេះរបស់ខ្ញុំអាចធ្វើតាមខ្ញុំបានដោយសារការធ្វើទ្រង់របស់ខ្ញុំហ្នឹងខ្ញុំអត់ឲ្យនេះតាំងពីដបូងលើដល់តាំងពីដបូងខ្ញុំប្រាប់ប្រមាណគុណប្រមាណកម្ពស់ប្រមាណជើងរៀងប្រមាណអីហ្នឹងយើងប្រាប់ຂະຫນាតដោយប្រឡោះនេះហ្នឹងខ្ញុំដាក់2ម៉ែត្រអញ្ចឹងទៅខ្ញុំប្រាប់ប្រឡោះទៀតឥឡូវខ្ញុំរៀបបានមួយកណាត់ហើយនៅកវ៉ាត់នេះមិនទាន់បានប្រឡោះមុខឡើយតែខ្ញុំមិនទាន់បានរៀបជាបន្ទប់នេះបន្ទប់ឥឡូវខ្ញុំរៀបមកកាត់មុខហើយដោយសារខ្ញុំរៀបកាត់មុខហើយអញ្ចឹងទៅខ្ញុំបាញ់ខ្ញុំវាយចំណាញ់ជុំវិញទាំងអស់មកណាអញ្ចឹងវាងាយស្រួលកុំឲ្យមន់ចេញដោយសាររដូវនេះវាជារដូវភ្លៀងអញ្ចឹងពេលណាដែលយើងអត់មានកន្លែងបាំងបិទមន់អញ្ចឹងមន់អាចវាដើរទៅក្រៅអញ្ចឹងទៅវាអាចនឹងប្រឈមមុខនឹងជំងឺវាអាចឆ្លងជាច្រើនដោយសារមន់យើងវាមិនតាញ់ទូចដែរទេប៉ុន្តែយើងមានទូចមិនធំអញ្ចឹងវាអាចឆ្លងឲ្យគ្នាអញ្ចឹងអរគុណសម្រាប់ទេសនានិងអ្វីដែលខ្ញុំមានចំណេះដឹងខ្លះទៀតខ្ញុំនឹងនេះដល់បទពិសោធន៍ឲ្យបងប្អូនឲ្យចេះទាំងអស់គ្នាបាទ